ផលវិបាកនៃការគេងមិនលក់ចំពោះសុខភាពការគេងមិនបានគ្រប់គ្រាន់គឺជារឿងធម្មតាមួយដែលមនុស្សជាច្រើនកំពុងជួបប្រទះប៉ុន្តែផលវិបាករបស់វាគឺធ្ងន់ធ្ងរណាស់ការខ្វះការគេងអាចប៉ះពាល់ដល់ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តទី1ផលប៉ះពាល់ដល់សុខភាពផ្លូវកាយប្រព័ន្ធភាពស៊ាំចុះខ្សោយការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកា T cell និង cytokine ដែលជួយប្រឆាំងនឹងការឆ្លងមេរោគនៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ភាពស៊ាំរបស់អ្នកនឹងចុះខ្សោយធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្ដាសាយគ្រុនក្តៅនិងជំងឺផ្សេងៗទៀតទី2ជំងឺទឹកនោមផ្អែមការគេងមិនគ្រប់គ្រាន់អាចបង្កើននូវកម្រិតអាំងស៊ូលីននៅក្នុងខ្លួនដែលអាចនាំឲ្យមានភាពស៊ាំនឹងអាស៊ូលីននិងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2ជំងឺបេះដូងការគេងតិចពេកអាចបណ្ដាលឲ្យមានសម្ពាធឈាមខ្ពស់ដែលជាកត្តាហានិភ័យដ៏សំខាន់នៃជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាលផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តពិបាកផ្ចង់អារម្មណ៍ការខ្វះការគេងអាចធ្វើឲ្យការចងចាំនិងសមត្ថភាពក្នុងការផ្ចង់អារម្មណ៍របស់អ្នកថយចុះអារម្មណ៍មិនល្អនៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់អ្នកនឹងងាយមានអារម្មណ៍ឆាប់ខឹងតានតឹងនិងថប់អារម្មណ៍កាត់បន្ថយសមត្ថភាពក្នុងការសម្រេចចិត្តការគេងមិនគ្រប់អាចប៉ះពាល់ទៅដល់ការគិត logic និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាប្រចាំថ្ងៃ